សួស្តីអ្នកទាំងអស់គ្នាសម្រាប់ខែកុម្ភៈនេះមួនធួនបានបញ្ចេញនៅ Starlight Skin ដែលថ្មីស្រឡាងមួយរបស់កញ្ញាសាច់ដុំ Hirada តើអ្នកបានដាក់យកហើយឬនៅបើមិនទាន់ដាក់យកទេនេះណែ website របស់ admin Ton Game Store ដាក់ទាន់ចិត្តនិងរហ័សដល់បេះដូងតែម្ដងទាំងនេះគឺជាមូលហេតុដែលអ្នកមិនគួរមើលរំលងនៅក្នុងការក្លាយទៅជាម្ចាស់នៃ skin Starlight របស់គាត់មួយនេះទី1ការរចនាម៉ូដដ៏ស្រស់ស្អាតគួរឲ្យទាក់ទាញ skin ថ្មីមួយនេះបានកែប្រែ Hirada ឲ្យមានសម្រស់កាន់តែលេចធ្លោពូថៅដ៏ធំរបស់នាងបានរចនាឡើងជាមួយនឹងពន្លឺ neon និងម្ចាស់វិជាបែបទំនើបរាល់ពេលដែលគាត់ប្រើនៅ skill អ្នកនឹងឃើញពន្លឺផ្កាយពណ៌ស្វាយក៏ដូចជាពណ៌ខៀវស្រងាត់ដែលមើលទៅពិតជា premier លើសពីតម្លៃនៃ Starlight ធម្មតាទៅទៀតso respect តែម្ដងគ្នាយើងទី2 effect skill passive រាល់ពេលដែលចូលទៅនឹងក្នុងស្មៅពន្លឺអ៊ូរ៉ាជំវិញខ្លួន Hirada នឹងផ្លាស់ប្ដូរមើលទៅឡើងត្រជាក់ភ្នែកយកតែម្ដង Artimac ពេលដែលនាងលោតសំពងក្បាលឆ្កែសៀមវានឹងបង្កើតជាទីសញ្ញាផ្កាយដ៏ធំនៅលើដីដែលផ្ដល់អារម្មណ៍របស់នាងគឺមានភាពវាយលុកធ្ងន់និងឥទ្ធិពលកាន់តែខ្លាំងទី3តម្លៃមហាសានចំណេញលើមហាសានចំណេញការដែលយើងទិញ Starlight គឺយើងមិនបានត្រឹមតែ skin មួយនេះនោះទេលើពីនេះយើងនឹងទទួលបាននៅ Hirada ពណ៌ skin បន្ថែមមួយទៀតទទួលបាននៅ Exclusion Real Effect និង Avatar Border ពិសេសបន្ថែមទៀតទទួលបាននៅ Starlight Fragment ដើម្បីយកទៅដូរនៅ skin ចាស់ពីមុនឬក៏ skin Starlight ប្រចាំឆ្នាំផ្សេងទៀតបានជាច្រើននិងទទួលបាន300 Crystal of Aurora ភ្លាមយកតែម្ដងលាក់នឹងលាក់ទី4 Hirada នាពេលឥឡូវនាពេលបច្ចុប្បន្ន Hirada នៅតែជា hero ដែលរំខាននៅចាង color សត្រូវខ្លាំងបំផុតដដែលការដែលយើងមាន skin ស្អាតវាមិនត្រឹមតែធ្វើឲ្យយើងមានទំនុកចិត្តនៅក្នុងការលេងនោះទេប៉ុន្តែពេលខ្លះវាធ្វើឲ្យសត្រូវមានអារម្មណ៍ថាខ្លាចនៅពេលដែលយើងមាន skin ស្អាតទិញទៅគ្នាយើងគឺមិនខុសបំណងទេគ្នាយើងកុំភ្លេច share ក៏ដូចជាចែករំលែកវីដេអូនេះទៅកាន់មិត្តភ័ក្តិយើងម្នាក់មួយឲ្យគាត់ដឹងថាវាសំខាន់ប៉ុណ្ណាសម្រាប់ skin Starlight រាល់ខែ